តាមច្បាប់តើដីវត្តព្រះសង្ឃអាចារ្យគណៈកម្មការអាចធ្វើការលក់ដីនោះបានដែរឬទេបើយើងមើលទៅតាមច្បាប់ឃុំបាលត្រង់ចំពុកទី3អំពីកម្មសិទ្ធិរបស់សមូហភាពផ្នែកទី1អំពីអចលនវត្ថុរបស់វត្តមាត្រា20បានបញ្ញត្តិថាអចលនវត្ថុជាដីនិងសំណង់ដែលមាននៅក្នុងនិងក្រៅបរិវេណវត្តអារាមនៃព្រះពុទ្ធសាសនាជាបេតិកភណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ព្រះពុទ្ធសាសនានិងដាក់ឲ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្តមាត្រា21មាត្រានេះបានបញ្ញត្តិថាអចលនវត្ថុរបស់វត្តមិនអាចលក់ឬធ្វើអំណោយហើយគ្មានអាជ្ញាយុកាលកំណត់ឡើយអចលនវត្ថុរបស់វត្តអាចជួលឬប្រវាស់បានតែផលទុនដែលបានមកពីការជួលឬប្រវាស់នេះត្រូវទុកសម្រាប់តែកិច្ចការក្នុងសាសនាប៉ុណ្ណោះកិច្ចការពារទ្រព្យសម្បត្តិទាំងនេះត្រូវធានាដោយតំណាងគណៈកម្មការវត្តនីតិវិធីនៃការជ្រើសរើសគណៈកម្មការវត្តនិងតំណាងដើម្បីផលប្រយោជន៍វត្តត្រូវកំណត់ដោយប្រកាសក្រសួងធម្មការនិងសាសនាអញ្ចឹងបើយើងមើលទៅតាមនិយមន័យដែលមានចែងនៅក្នុងមាត្រា21យើងឃើញថាដីវត្តពុំអាចធ្វើការលក់ដូរបាននោះទេប៉ុន្តែដីវត្តអាចធ្វើការប្រវាស់ឬជួលបានតែប្រាក់ផលទុនដែលបានមកពីការប្រវាស់ការជួលនោះគឺទុកសម្រាប់តែប្រើប្រាស់ក្នុងវិស័យសាសនាតែប៉ុណ្ណោះ